នេះជាសៀវភៅមេរៀនជីវិតដែលរៀបរៀងដោយលោកគ្រូអគ្គបណ្ឌិតធម្មមាចារ្យបុត្រសវង្សកាសែតទី2ចំហៀងទី1 76សុខព្រោះការងារប្រសិជ្ជៈទោសកុំរកសេចក្តីសុខអំពីការខ្ជះខ្ជាយទ្រព្យសម្បត្តិនិងអំពីការខ្ជិលឡើយចូលស្វែងរកសេចក្តីសុខអំពីការងារគឺខំប្រឹងធ្វើការសិក្សាស្វែងរកការចេះដឹងនិងប្រឹងឲ្យចិត្តសន្តានប្រកបទៅដោយគុណគឺសេចក្តីល្អជានិច្ចរាល់ថ្ងៃសូមអធិដ្ឋានក្នុងចិត្តឲ្យខ្លួនឯងមាននៅឥស្សរភាពក្នុងការបំពេញសេចក្តីល្អសាងនៅសេចក្តីស្ងប់ក្នុងចិត្តរបស់ខ្លួនក្នុងលោកនេះគ្មានអ្នកណាមកគៀបសង្កត់មិនឲ្យយើងមានសេចក្តីសុខផ្លូវចិត្តក្រៅពីកិលេសក្នុងចិត្តរបស់ខ្លួនឯងឡើយ77ស្រវឹងនឹងពាក្យសរសើរចិត្តមិនស្ងប់ស្រវឹងនឹងពាក្យសរសើរដោយបរិភោគស្រាពិសេសរមែងចង់បានការសរសើររឿយៗបើមានអ្នកណាតេះដៀលអ្វីបន្តិចបន្តួចក៏ទាស់ចិត្តហើយក៏ជាទុក្ខនៅពេលដែលស្រវឹងហើយក៏មិនងាយនឹងដឹងថាពាក្យសរសើរណាផ្លอมពាក្យសរសើរណាពិតដោយចំពោះណាស់នោះគឺអ្នកស្ថិតនៅក្នុងឋានៈខ្ពស់គឺងាយក្នុងការទទួលនៅពាក្យសរសើរផ្លอมណាស់គ្រោះថ្នាក់ដ៏ធំមួយគឺធ្វើអ្វីខុសធ្វើអ្វីមិនត្រឹមត្រូវហើយមិនមានអ្នកណាក្លាហានមកនិន្ទាតេះដៀលចំពោះមុខគេបណ្ដោយឲ្យធ្វើតាមចិត្តមិនត្រឹមតែប៉ុណ្ណោះគេថែមទាំងរកចំណុចសរសើរពីនេះពីនោះទៀតផងហើយបើមានធ្វើអ្វីត្រូវសូម្បីបន្តិចបន្តួចគឺគេខំចោមរោមសរសើរបន្ថែមបន្ថយខុសពីការពិតរហូតដល់អ្នកដែលទទួលនៅការសរសើរមានការយល់ខុសថាខ្លួនជាមនុស្សគួរបានទទួលតែការសរសើរមួយយ៉ាងប៉ុណ្ណោះមិនគួរមានអ្នកណាមកតេះដៀលឡើយយ៉ាងនេះប្រៀបដូចជាក្មេងដែលចូលចិត្តតែរបស់ផ្អែម78សច្ចៈចំពោះខណ្ឌ5គឺទុក្ខមិនមែនសុខទេស្រវឹងនឹងសុខធ្វើឲ្យជាប់នឹងសេចក្តីសុខនោះរហូតដល់គ្រាន់តែមានរឿងត្រូវទុក្ខបន្តិចបន្តួចក៏ទ្រាំមិនបានដែរមនុស្សយើងស្រវឹងនឹងសុខទើបមិនដឹងថាអ្វីជាសេចក្តីពិតម្យ៉ាងទៀតព្រោះអត់បញ្ញាតាមពិតគឺទុក្ខនឹងឯងដែលជាសេចក្តីពិតព្រះអរិយបុគ្គលត្រាស់ដឹងទុក្ខសច្ចៈមិនមែនសុខសច្ចៈឡើយក្នុងសច្ចៈទី1នោះការត្រាស់ដឹងនៅសច្ចធម៌ទើបបានយល់ដឹងអំពីជីវិតខ្លួនឯងនិងជីវិតអ្នកដទៃបានច្បាស់លាស់79រកសុខខ្លួនឯងដោយឲ្យសុខគេការស្វែងរកសេចក្តីសុខដែលគួរឲ្យតេះដៀលក៏មានដែលគួរឲ្យសរសើរក៏មានការស្វែងរកសេចក្តីសុខដើម្បីខ្លួនដោយការផ្ដល់ប្រគល់នៅទុក្ខភ័យឲ្យអ្នកដទៃវាគួរឲ្យតេះដៀលណាស់តែបើមិនបង្កទុក្ខភ័យឲ្យអ្នកដទៃទេជាការគួរឲ្យត្រេកអរហើយបើការស្វែងរកសេចក្តីសុខដើម្បីខ្លួននោះឯងដោយការផ្ដល់ប្រគល់នៅសេចក្តីសុខឲ្យដល់អ្នកដទៃរបៀបយ៉ាងនេះគួរឲ្យសរសើរមែនទែនអ្នកស្វែងរកសេចក្តីសុខប្រាថ្នាសេចក្តីសុខដើម្បីខ្លួនដោយការបង្កនៅទុក្ខឲ្យដល់អ្នកដទៃរមែងជាមនុស្សច្របូកច្របល់ទៅដោយពៀរមែងមិនផុតចាកពៀវេរាឡើយ80ភ្លើងក្រោតដុតចិត្តក្តៅហើយបាបទៀតការខឹងក្រោតធ្វើឲ្យចិត្តសៅហ្មងក្តៅក្រហាយក្រវល់ក្រវាយទោះដេកឬអង្គុយក៏មិនជាសុខដែរនេះគឺជាភ្លើងក្នុងអាស្រ័យនឹងចិត្តណាកើតឡើងរមែងដុតនៅចិត្តនោះដោយភ្លើងអាស្រ័យនឹងអុសណាឆេះឡើងក៏រមែងដុតកំតិចនៅអុសនោះដូច្នោះឯងភ្លើងគឺសេចក្តីក្រោធនេះបើមិនចេះពន្លត់វាទេវានឹងឆេះឲ្យក្តៅជានិច្ចរឿយតទៅបើពន្លត់បានក៏ត្រជាក់សប្បាយដេកនៅជាសុខអ្នកណាស្អប់ខ្ពើមយើងក៏ស្រេចតែគេទៅព្រោះការស្អប់ខ្ពើមបានទម្លាយនៅសុខភាពផ្លូវកាយជាពិសេសផ្លូវចិត្តរបស់គេស្រេចទៅហើយយើងមិនត្រូវស្អប់ត្រឡប់តបវិញឡើយការស្អប់ត្រឡប់តបគឺជាការទៅបន្តភ្លើងពីគេយកមកដុតខ្លួនឯងផង81ផ្លូវជីវិតពិតជាត្រូវសិក្សាផ្លូវជីវិតគឺលំបាកជាងផ្លូវដើរធម្មតាក្រៃលែងណាស់ទាំងមានភាពអាតកំបាំងដ៏ខ្លាំងណាស់ទៅទៀតផងការដើរផ្លូវធម្មតាយើងគង់តែមានការសិក្សាដើម្បីឲ្យដឹងផ្លូវទៅមកទើបជាការងាយស្រួលនឹងនាំឲ្យរួចផុតពីភយន្តរាយទៀតផងចុះផ្លូវជីវិតវិញមានរឿងអ្វីដែលថាមិនចាំបាច់ត្រូវសិក្សានោះអ្នកដែលមានការចេះដឹងក្នុងផ្លូវជីវិតគឺដឹងថាអ្វីខុសអ្វីត្រូវអ្វីល្អអ្វីអាក្រក់និងអ្វីដែលគួរធ្វើអ្វីដែលមិនគួរធ្វើហើយព្យាយាមបដិបត្តិតាមដែលបានដឹងដូច្នេះរមែងនាំជីវិតទៅកាន់សេចក្តីសុខស្ងប់បានដោយពិតការសិក្សាអំពីជីវិតជាការរកពូននៅបញ្ញាសម្បត្តិរួចហើយព្យាយាមបដិបត្តិតាមដែលបានដឹងនោះដោយកម្លាំងចិត្តដ៏រឹងប៉ឹងសំដៅទៅខាងមុខមិនរាថយ
នេះឈ្មោះថាយកបញ្ញាមកប្រើឲ្យបានជាប្រយោជន៍ដោយសេចក្តីព្យាយាម82ដឹងថាងងឹតត្រូវរកប្រទីបកាលបើភាពងងឹតគឺអវិជ្ជានៅតែគ្របសង្កត់ជីវិតការប្រព្រឹត្តពិតជានៅមានខុសកំហុសដែលកើតឡើងដោយភាពងងឹតនោះឯងធ្វើឲ្យជីវិតរឹតតែសៅហ្មងថែមទៅទៀតប្រៀបដូចមនុស្សដែលដើរក្នុងទីងងឹតរមែងផ្លាត់ផ្លាតដួលបោកបានដោយងាយកាលបើដួលនាំឲ្យប្រឡាក់ឬគ្រោះថ្នាក់បាក់ដៃបាក់ជើងធ្វើឲ្យរាងកាយសៅហ្មងឬទ្រុឌទ្រោមដូច្នោះឯងព្រះគាថាធម្មបទជរាវៈកោនុហាសោកិមាននន្តោនិច្ចាំងបច្ចលិតេសតិអន្តការេណោណត្ធាបតិបង្នកវេសថៈកាលបើលោកសន្និវាសត្រូវភ្លើងមានរាគៈជាដើមឆេះទ្រលោមជានិច្ចម្ដេចក៏អ្នកសើចម្ដេចក៏អ្នកត្រេកត្រអាលទៅបានអ្នកទាំងឡាយត្រូវងងឹតគឺអវិជ្ជារួបរឹតហើយម្ដេចឡើយក៏មិនស្វែងរកប្រទីបគឺប្រាជ្ញា83ទំនៀមរបស់ពូជដោយទំនៀមកម្មការធ្វើល្អជាតួនាទីរបស់អ្នកដែលស្រឡាញ់អំពើល្អតែការឲ្យផលល្អយ៉ាងណានោះជាតួនាទីរបស់កម្មបុគ្គលមិនអាចបង្ខំតាមចិត្តចង់បានឡើយប្រៀបដូចការធ្វើស្រែដូច្នោះដែរភ្ជួររាស់ដកស្ទូងជាតួនាទីរបស់អ្នកស្រែឯការចេញគួរឲ្យផលវាជាតួនាទីរបស់ដើមស្រូវអ្នកស្រែយំអង្វរដោយការប្រញាប់ចង់បានស្រូវយ៉ាងណាក៏ដើមស្រូវមិនអាចបញ្ចេញគួរមកបានដែរបើនៅមិនទាន់ដល់ពេលទេនោះក្នុងរឿងអ្នកចំការក៏មានទំនងដូចគ្នាបុគ្គលដាំពូជបែបណាក៏រមែងបានទទួលផលបែបនោះទោះជាប្រែคล้ายក៏មិនមែនស្វាយទៅជាក្រូចនោះទេហើយក៏មិនអាចអង្វរកសូមដូរផ្លាស់ឲ្យផលខុសពីពូជដើមនោះបានឡើយ84ទោសៈចាប់សត្វដាក់ក្នុងកន្លែងនៃកំហុសចូលព្យាយាមរងាប់នៅសេចក្តីក្រោធកុំឲ្យកើតឡើងបានបើរងាប់មិនបានភ្លាមទេក៏សូមឲ្យនៅត្រឹមតែក្នុងចិត្តប៉ុណ្ណឹងចុះកុំឲ្យប្រកបតាមមុខតាមអាកប្បកិរិយាឬតាមវាចាឡើយព្រោះបើយើងសម្ដែងចេញមកឲ្យប្រកបគឺវាជាការឃោសនានៅសេចក្តីអាក្រក់របស់យើងដោយខ្លួនឯងពស់ចាប់កង្កែបលេបឆ្មាចាប់កណ្ដោស៊ីខ្លាចាប់មរឹកជាចំណីសេចក្តីខឹងក្រោធចាប់សត្វលោកលេបចូលទៅក្នុងកន្លែងនៃកំហុសយើងត្រូវព្យាយាមគ្រប់គ្រងនៅសេចក្តីក្រោធបើមិនដូច្នោះទេនឹងត្រូវសេចក្តីក្រោធចូលមកគ្រប់គ្រងលើយើងជាពិតប្រាកដ85ទ្រុសិលទ្រុសុខសិលសែនស័ក្តិសិទ្ធិបុគ្គលអ្នកទ្រុសិលគឺជាអ្នកបៀតបៀនខ្លួនឯងដោយពិតព្រោះការទ្រុសិលគឺជាតួកម្មអាក្រក់ជាធម្មតានៃកម្មអាក្រក់វាមិនមែនឲ្យផលល្អដល់អ្នកធ្វើឡើយអ្នកទ្រុសិលគឺជាចោរតែជាចោរដែលធ្វើនៅសេចក្តីវិនាសឲ្យដល់ខ្លួនឯងដោយដើមឈើដែលត្រូវវល់ជ្រៃរួបរឹតអ្នកមានសិលគឺជាអ្នកមាននៅវត្ថុដ៏ស័ក្តិសិទ្ធិអស្ចារ្យសិលលាងជម្រះនៅមន្ទិលសៅហ្មងក្នុងចិត្តដែលមន្ទិលសៅហ្មងនេះមិនអាចលាងជម្រះបានដោយទឹកទន្លេគង្គាជាដើមបានឡើយសិលកំចាត់បងនៅអន្តរាយខាងក្នុងដែលជាអន្តរាយដ៏ក្រៃលែងអន្តរាយនេះមិនអាចកំចាត់បងបានដោយអំណាចមន្តវិជ្ជាការណាទាំងអស់86ជីវិតមានសិលខ្ពង់ខ្ពស់ឧត្តមសិលគឺជាគ្រឿងប្រដាប់យ៉ាងវិសេសរបស់មនុស្សទាំងឡាយសិលមានក្លិនក្រអូបផ្សាយទៅគ្រប់ទិសនិងសមគួរគ្រប់កាលសិលមានគុណអំណាចដ៏ខ្ពង់ខ្ពស់ស្ថិតនៅក្នុងបុគ្គលណាបុគ្គលនោះមនុស្សនិងទេវតាគួរគោរពបូជាសិលជាជណ្ដើរឡើងទៅកាន់ទេវលោកសិលជាឧបាយនាំឲ្យបានសម្រេចឈាននិងអភិញ្ញាសិលជាផ្លូវនាំឲ្យបានដល់មហានគរគឺព្រះនិព្វានសិលជាភូមិបដិស្ថាននៅសាវកពោធិបច្ចេកពោធិនិងសម្មាសម្ពោធិញ្ញាណសិលនាំឲ្យសម្រេចនៅរបស់ដែលប្រាថ្នាប្រៀបដូចកប្បព្រឹកឬកែវទឹកក្នុងទេវលោក87សិលជាខ្លឹមសារនៃជីវិតព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថាមនាលភិក្ខុទាំងឡាយបើអ្នកទាំងឡាយប្រាថ្នាថាអាត្មាអញគប្បីជាទីស្រឡាញ់ជាទីពេញចិត្តជាទីគោរពជាទីលើកដំកើងនៃសព្រហ្មចារីទាំងឡាយអ្នកទាំងឡាយគប្បីធ្វើឲ្យបរិបូរក្នុងសិលទាំងឡាយចុះមនាលអានន្ទកុសលសិលមានការមិនក្តៅក្រហាយជាប្រយោជន៍សិលជាកុលសម្បត្តិដ៏ខ្ពស់ក្រៃលែងព្រោះអ្នកមានសិលសូម្បីកើតក្នុងត្រកូលទាបក៏ជាបូជនីយបុគ្គលរបស់ក្សត្រមហាសាលជាដើមដែរសិលជាឥស្សរៈមិនទាស័កនៃកិលេសមានកិលេសនាំឲ្យសម្លាប់សត្វជាដើម
សិលធ្វើឲ្យជីវិតមានតម្លៃសូម្បីរស់នៅមួយថ្ងៃក៏ប្រសើរជាងការរស់នៅអស់រយនៃឆ្នាំដែលអត់សិលដែរ88សិលប្រសើរជាងសម្បត្តិទ្រព្យសិលប្រសើរជាងរូបសម្បត្តិព្រោះនាំមកនៅសេចក្តីជ្រះថ្លាដល់ជនទាំងពួងនិងព្រោះជារាភាធិជាដើមគ្របសង្កត់មិនបានសិលប្រសើរជាងវិមានប្រាសាទព្រោះនាំមកនៅការត្រជាក់ចិត្តពោលគឺសិលជាវិមានប្រាសាទរបស់ចិត្តសិលប្រសើរជាងក្រុមញាតិព្រោះឲ្យសម្រេចនៅសម្បត្តិខ្ពស់ខ្ពស់ដែលពពួកញាតិមិនអាចឲ្យសម្រេចទៅបានសិលប្រសើរជាងកងទ័ពមន្តអាគមនិងថ្នាំវិសេសណាទាំងអស់ក្នុងការរក្សាខ្លួនឲ្យស្ថិតនៅក្នុងភាពជាមនុស្សពិតមិនឲ្យភាពជាមនុស្សក្នុងចិត្តវិនាសឡើយសិលធ្វើឲ្យអ្នកមានសិលបានជាទីពឹងនៃខ្លួនឯងសិលរមែងរក្សាអ្នកមានសិលក្រៃលែងជាងមេត្តារក្សាបុត្រនិងក្រៃលែងជាងទេវតារក្សាមនុស្សលោក89ជីវិតគឺការដើរផ្លូវការដើរផ្លូវត្រូវមានទិសដៅយ៉ាងណាមិញជីវិតគឺជាការដើរផ្លូវក៏ត្រូវមានទិសដៅយ៉ាងនោះដែរអ្វីដែលជាទិសដៅនៃជីវិតមនុស្សយើងម្នាក់ត្រូវកំណត់ឲ្យបានច្បាស់ហើយព្យាយាមដើរជាមួយគ្នានោះត្រូវប្រយ័ត្នវង្វេងនិងប្រយ័ត្នគ្រោះថ្នាក់មានមនុស្សច្រើនណាស់ដែលមិនបានដល់ទិសដៅព្រោះតែសេចក្តីប្រមាទរបស់ខ្លួនឯងដើម្បីកុំឲ្យវង្វេងត្រូវមើលផែនទីជីវិតគឺជាព្រះធម៌ដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងដើម្បីឲ្យរួចពីគ្រោះថ្នាក់ត្រូវប្រយ័ត្នគ្រប់ជំហាននិងត្រូវដឹងថាអ្វីជាគ្រោះថ្នាក់នៃជីវិតមានច្រើនប្រការណាស់គ្រប់គ្នាកំពុងដើរតើមានឧបករណ៍អ្វីជាគ្រឿងការពារនិងអ្វីជាស្បៀងអ្វីជាគ្នា90ជីវិតគឺការដូរផ្លាស់ដុំពពកកណ្ដាលផ្ទៃមេឃដូរផ្លាស់រូបរាងជានិច្ចភាពល្អស្អាតនៃព្រះអាទិត្យដែលជិតលិចក្តីភាពស្រស់ត្រកាលនៃធម្មជាតិដទៃទៀតក្តីទាំងអស់គឺគ្រាន់តែជាសភាពដូរផ្លាស់ប៉ុណ្ណោះអ្វីទាំងអស់ក្នុងโลกមិននៅដដែលឡើយយើងមិនអាចបង្គាប់ការដូរផ្លាស់បានទេហើយអ្វីដែលដូរផ្លាស់វារមែងដូរផ្លាស់ទៅតាមហេតុតាមពេលវេលាតាមក្រិតក្រមរបស់វាជីវិតគឺជាធម្មជាតិស្ថិតនៅក្នុងការដូរផ្លាស់ជានិច្ចតាំងពីកើតរហូតដល់ស្លាប់គ្រប់វ័យនៃជីវិតដូចថ្ងៃបណ្ដើរកូនឬដូចជាដុំពពុះទឹកយើងមិនអាចចាប់យកវ័យណាមួយបានឡើយតាមពិតសភាពដូរផ្លាស់ទាំងអស់របស់ធម្មជាតិគឺជាមាយាធម៌ជាបិសាចតែម្នាក់ពោលគឺទុកតែម្យ៉ាង91ជីវិតគឺការតស៊ូជាមួយអ្វីឬជាមួយអ្នកណាអ្នកខ្លះថាតស៊ូជាមួយការងាររកស៊ីខ្លះថាតស៊ូយកឈ្នះអ្នកនេះអ្នកនោះអ្នកខ្លះសម្លឹងឃើញមេឃដីអាកាសធាតុក្តៅត្រជាក់ជាដើមជាគូតស៊ូខ្លះតស៊ូក្នុងការសិក្សាស្រាវជ្រាវលក្ខក្នុងព្រះគាថាធម្មបទសហសវៈប្រារព្ធព្រះនាងកណ្ដុលកេសីធេរីព្រះសាស្តាទ្រង់ត្រាស់ថាយោសហសង្ឃសហសេនៈសង្គាមេមានុសេជីនេអេកញ្ចជយមត្តានំសវេសង្គាមជុត្តមោបុគ្គលណាឈ្នះមនុស្ស1 លាននាក់ក្នុងសមរភូមិបុគ្គលនោះមិនឈ្មោះថាជាអ្នកឈ្នះដ៏ប្រសើរក្នុងសង្គ្រាមឡើយចំណែកបុគ្គលណាឈ្នះខ្លួនឯងម្នាក់បានបុគ្គលនោះឈ្មោះថាជាអ្នកឈ្នះដ៏ប្រសើរបំផុតនៅក្នុងសមរភូមិ92ជីវិតគឺជាកន្លែងសិក្សាមិនមែនអានតែសៀវភៅទេត្រូវអានជីវិតខ្លួនឯងផងពោលគឺត្រូវសិក្សាអំពីជីវិតតើជីវិតគឺជាអ្វីកើតមកបានយ៉ាងណាហើយប្រព្រឹត្តទៅយ៉ាងណាត្រូវសិក្សាឲ្យឃើញច្បាស់ដោយបញ្ញាចក្ខុមិនមែនមានតែអ្នកដទៃទេជាគ្រូនោះខ្លួនឯងនឹងហើយដែលត្រូវបង្រៀនខ្លួនឯងអប់រំទូនមានខ្លួនប្រារព្ធសុខសាមណេរព្រះសាស្តាទ្រង់ត្រាស់ថាធម្មតាអ្នកស្រែតែងបែកទឹកបញ្ចូលទៅក្នុងស្រែជាងព្រួញតែងពុតព្រួញជាងឈើតែងចាំងឈើឯអ្នកមានវត្តបដិបត្តិល្អតែងអប់រំទូនមានខ្លួនក្នុងបណ្ដាពួកមនុស្សទាំងឡាយមនុស្សល្អគឺជាមនុស្សដែលចេះអប់រំទូនមានខ្លួនឯង93ជីវិតគឺជានគរមច្ចុរាជយើងស្វែងរកឥស្សរភាពនៃជីវិតប៉ុន្តែកាលផុតចាករឿងមួយបានហើយយើងក៏ជាប់ជំពាក់ក្នុងរឿងក្នុងអារម្មណ៍មួយផ្សេងទៀតយើងសម្លឹងមើលជីវិតដោយសេចក្តីប្រមាទនិងដោយសេចក្តីត្រេកត្រអាលព្រោះមានរបស់លួងលោមចិត្តជាច្រើនយើងមិនបានគិតថាយើងដែលត្រេកត្រអាលភ្លើតភ្លើនក្នុងជីវិតវាជាការលោតទម្លាក់ជ្រោះឬដូចជានាយព្រានជីករណ្ដៅសម្រាប់ចាប់សត្វនោះឡើយប្រារព្ធវិឌុដភៈក្នុងបុព្វវៈ
ព្រះគាថាធម្មបទព្រះអង្គទ្រង់ត្រាស់ថាពុប្ផានិហេវៈបច្ចេនន្តាំងភាសត្តមៈអ្នកសੰងអ្នករាំងសុតាំងគៀមੰមហោខោវៈមច្ចុអាទាយកេចតិមច្ចុរាជគឺសេចក្តីស្លាប់រមែងអូសទាញយកនៅនរជនដែលមានចិត្តជាប់ជំពាក់ក្នុងអារម្មណ៍ផ្សេងជាអ្នកកំពុងតែជ្រើសរើសយកកំរងផ្កាគឺបញ្ចកាមគុណទៅដោយជាទឹកជំនន់ដ៏ធំដែលគួចយកអ្នកស្រុកកំពុងដេកលក់ទៅដូច្នោះឯង94ជីវិតគឺជាគុកធំនៅក្នុងគុកធំមានបន្ទប់តូចជាច្រើនក្នុងបន្ទប់ខ្លះមានការធ្វើទារុណកម្មអ្នកទោសដ៏ខ្លាំងក្លាបន្ទប់ខ្លះទៀតមានទារុណកម្មខ្សោយជាលំដាប់ជីវិតចាប់បដិសន្ធិជាការចូលបន្ទប់តូចក្នុងគុកធំឯការស្លាប់វាជាការត្រូវដូរផ្លាស់បន្ទប់ក្នុងគុកប៉ុណ្ណោះក្រសែជីវិតក្នុងវដ្តសង្សារគឺជាគុកធំកងទុកទាំងពួងជាទារុណកម្មសត្វលោកជាប់គុកក្នុងជីវិតខ្លួនឯងអវិជ្ជាជាអ្នកគ្រប់គ្រងគុកតណ្ហាជាអ្នកចាប់ឧបាទានជាខ្នោះនិងជាសោគុកកម្មជាអ្នកយាមជាអ្នកធ្វើទារុណកម្មជាអ្នកឲ្យបាយនិងជាអ្នកផ្លាស់ប្ដូរបន្ទប់ឲ្យអ្នកទោសនៅពេលបានសម្រេចជាព្រះអរហន្តគឺជាពេលបាននៅសេចក្តីសម្រេចថាត្រូវចេញចាកគុកដល់ពេលព្រះអរហន្តចុតិគឺជាដំណើររួចផុតចាកគុកជាការរួចផុតរហូត95ជីវិតគឺជាអ្នកចិញ្ចឹមឃាតកៈសត្វលោកត្រូវការភាពមាំទាំក្នុងជីវិតប្រាថ្នាការរួចផុតពីវិបត្តិភ័យយន្តរាយទាំងពួងព្រោះហេតុដូច្នេះទើបមនុស្សយើងមិនត្រូវបៀតបៀនដល់សត្វលោកឡើយមនុស្សយើងស្វែងរកគ្រឿងការពារជីវិតចាត់វិធានការគ្រប់បែបយ៉ាងតែក្នុងទីបំផុតត្រូវដេកស្លាប់ទាំងដែលអ្នកការពារនិងគ្រឿងធានាអាយុជីវិតនៅចិត្តទាំងអស់នេះព្រោះបញ្ចខណ្ឌជាឃាតកៈអ្នកសម្លាប់ផ្ដាច់ជីវិតដែលជីវិតបានចិញ្ចឹមរហូតមកនឹងឯងប្រារព្ធឧត្តរាធេរីក្នុងជារាវៈព្រះគាថាធម្មបទព្រះអង្គទ្រង់ត្រាស់សម្ដែងថាបរិជនៈមិទាំងរូបាំងរោគៈនិទ្ធាំងបភាំងគុណੰភិច្ចតិពោតិសន្ទេហោមរណន្តាំងហិជីវិតាំងរូបនេះក្រំគ្រាទ្រុឌទ្រោមហើយជាទីអាស្រ័យនៅនៃរោគជារបស់ដែលផុយរលួយកាយរបស់ខ្លួនជារបស់ដែលស្អុយគួរខ្ពើមរអើមនិងបែកធ្លាយព្រោះថាជីវិតនេះមានសេចក្តីស្លាប់ជាទីបំផុត96ជីវិតគឺពិតជាអនត្តាជីវិតគឺជាការប្រជុំព្រមដោយខណ្ឌទាំង5មានការសន្មត់ទៅតាមអត្តភាពភពភូមិកំណើតថាជាសត្វមនុស្សទេវតាមារព្រហ្មនៅក្នុងព្រះអដ្ឋកថាបដិសម្ភិទាមៈភង្គានុបស្សនាញានិទេសបានសម្ដែងបញ្ជាក់ច្បាស់លាស់ខន្ធានិរិច្ឆន្តិអ្នកចដ្ឋិអញ្ញោខន្ធាអ្នកភេតោមរណន្តិវិជ្ជតិទេសង្ខយ៉ាងបស្សតិអបមត្តោមនីវវិជ្ជាងវជីរេអ្នកយោនិសោខណ្ឌទាំងឡាយរមែងរលត់មិនមានអ្វីដទៃគឺមិនមានសត្វបុគ្គលការបែកធ្លាយនៃខណ្ឌលោកហៅថាមរណៈបុគ្គលមិនប្រមាទឃើញការអស់ទៅនៃខណ្ឌទាំងនោះដោយយោនិសោមនសិការៈគឺការធ្វើទុកក្នុងចិត្តត្រូវតាមទំនងហេតុផលដោយជាងកែវមณีយកចិត្តទុកដាក់ចោះកែវមณีដោយកែវវិជីរៈគឺពេជ្រដូច្នោះឯង97ជីវិតគឺជាឆាកល្ខោនអវិជ្ជាជាថៅកែល្ខោនតណ្ហាជាអ្នកជ្រើសរើសតួអង្គឧបាទានជាមេបំណុលកម្មជាអ្នកចាត់ចែងសាច់រឿងសត្វលោកសម្ដែងរឿងល្ខោនក្នុងឆាកជីវិតពោលគឺតួអង្គខណ្ឌបញ្ចកៈប្រព្រឹត្តទៅក្នុងវត្តដាក់ទោះជាសម្ដែងធ្វើជាមនុស្សយ៉ាងណាឬទេវតាយ៉ាងម៉េចក៏ដោយគឺវាគ្រាន់តែជាសាច់រឿងប៉ុណ្ណោះអ្នកសម្ដែងត្រូវដូរសាច់រឿងជីវិតតាមការចាត់ចែងរបស់កម្មម្ដងធ្វើនេះម្ដងធ្វើនោះវាគ្រាន់តែជារឿងបញ្ញត្តិក្នុងរោងល្ខោនជីវិតនឹងឯងតាមពិតបរមត្ថធម៌រហូតសង្សារវដ្តពុំមែនជាសត្វបុគ្គលឡើយរឿងរ៉ាវជីវិតគ្រប់បែបយ៉ាងមាននៅក្នុងតែគំនិតប៉ុណ្ណោះ98សុបិនជីវិតពេលដេកលក់ចិត្តក្នុងមនោទ្វារបានដឹងនៅរឿងរ៉ាវផ្សេងដែលហៅថាសុបិនឬយល់សពរឿងរ៉ាវដែលបានឃើញនៅពេលយល់សពនោះគឺជារឿងរ៉ាវប៉ុណ្ណោះមិនមែនជីវិតពិតយ៉ាងណាសូម្បីរឿងរ៉ាវពិតក្នុងជីវិតនេះក៏គ្រាន់តែជាអារម្មណ៍បញ្ញត្តិរបស់ចិត្តក្នុងមនោទ្វារប៉ុណ្ណឹងឯងប្រៀបដូចជារឿងយល់សពនៅពេលដេកលក់យ៉ាងនោះដែរក្នុងជារាសូត្រព្រះអង្គទ្រង់ត្រាស់ថាបុគ្គលអ្នកភ្ញាក់ពីដេករមែងមិនឃើញនៅរូបារម្មណ៍ជាដើមដែលបានឃើញនៅពេលយល់សព
យ៉ាងណាមិញបុគ្គលមិនឃើញជនជាទីស្រឡាញ់ដែលធ្វើកាលកិរិយាទៅកាន់លោកខាងមុខហើយក៏យ៉ាងនោះដែរ99ដំណោះស្រាយបញ្ហាប្តីប្រពន្ធរឿងប្តីប្រពន្ធជារឿងធម្មតារបស់អ្នកគ្រប់គ្រងផ្ទះព្រះអរិយបុគ្គលពីរពួកគឺព្រះសោតាបណ្ណៈនិងព្រះសក្កទាគាមីដែលមិនបានបួសក៏នៅគ្រប់គ្រងផ្ទះដែរបើប្តីប្រពន្ធជាទូទៅមានកល្យាណសិលនិងកល្យាណធម៌ហើយគ្រួសារនោះឯងក៏រមែងមាននៅសេចក្តីសុខតាមលោកីយវិស័យជាធម្មតារបស់ពុទ្ធជនតែងមានល្អផងមិនល្អផងព្រោះហេតុដូច្នេះទើបមានការអាក់អន់ចិត្តនឹងគ្នាឬប៉ះខ្ទប់គ្នាដោយអណ្ដាតនឹងធ្មេញប្តីប្រពន្ធដែលនៅជាមួយគ្នាមានសេចក្តីសុខឬមានទុក្ខនោះវាអាស្រ័យហេតុគឺស្នេហ៍និងស្នៀតស្នេហ៍គឺជាជ័រស្អិតដែលធ្វើឲ្យប្តីឬប្រពន្ធស្រឡាញ់ដូចជាពាក្យពីរោះពាក្យពិតនិយាយក្នុងរឿងដែលគួរនិយាយស្លៀកពាក់តែងខ្លួនស្អាតបាតរៀបរយជានិច្ចព្យាយាមក្នុងការងារដែលជាតួនាទីរបស់ខ្លួនជាដើមជាប្រពន្ធគឺត្រូវធ្វើការដាំស្លបោកគក់ខោអាវបោសផ្ទះសម្បែងសម្អាតបន្ទប់មិនហួងហែងហួសហេតុមិនមានចិត្តចង្អៀតពេកមិនទាស់ទែងជាមួយញាតិមិត្តរបស់ប្តីគោរពប្រណិប័តចំពោះឪពុកម្ដាយក្មេកនិងប្តីជានិច្ចចេះក្រែងចិត្តអ្នកដទៃស្មោះត្រង់ចំពោះប្តីដាច់ខាតគឺកុំលេងល្បែងស៊ីសងនិងត្រូវចេះដឹងក្នុងការចាយវាយជាដើមជាប្តីវិញត្រូវព្យាយាមធ្វើការរកទ្រព្យសម្បត្តិវាចាកគ្រឿងញៀនអបាយមុខសពគ្រប់ធ្វើខ្លួនឲ្យជាប្តីល្អនិងជាឪពុកល្អស្មោះត្រង់ព្រមដោយក្តីអាណិតចំពោះភរិយាខ្លួនរហូតយ៉ាងនេះជាដើមដែរប្តីប្រពន្ធត្រូវសិក្សាឲ្យយល់ដល់ចិត្តគ្នាទៅវិញទៅមកហើយព្យាយាមថ្នមចិត្តគ្នាជាមនុស្សយល់ហេតុផលកុំចេះតែតាមចិត្តរបស់ខ្លួនជាពិសេសត្រូវចេះនឹករលឹកដល់គុណគឺសេចក្តីល្អរវាងគ្នានឹងគ្នាស្នៀតគឺជាល្បិចកិច្ចកលមាយាលាក់ពុតនាំឲ្យមាននៅអពមង្គលរហូតដល់ពេលជួបគ្នាមានតែជេរឬមុខក្រញើរអ៊ូរទាំដាក់គ្នាកិច្ចមុខមិនចង់ជួបគ្នាមិនចង់ចូលផ្ទះវិធីបដិបត្តិជាដំបូងត្រូវសង្កេតពិនិត្យខ្លួនឯងជាមុនថាហេតុដែលកើតឡើងនេះកើតមកពីអ្វីអ្នកណាជាអ្នកបង្កឡើងបើឃើញថាមកពីយើងក៏ត្រូវព្រមទទួលនិងប្រញាប់សម្រេចចិត្តកែខៃឲ្យបានទាន់ពេលបើបញ្ហានោះតាក់ទងនឹងម្ខាងទៀតក៏សូមឲ្យប្រឹក្សារកការដោះស្រាយម្នាក់ជាមនុស្សគឺត្រូវតែជាអ្នកយល់ហេតុយល់ផលតែបើដោះស្រាយមិនបានគឺអាចប្រឹក្សាជាមួយអ្នកចេះដឹងតទៅទៀតឧបសគ្គសំខាន់ដែលធ្វើឲ្យប្តីប្រពន្ធបែកបាក់គ្នាឬនៅជាមួយគ្នាមិនបានសុខក៏គឺទិដ្ឋិមានៈរឹងរូសឃើញតែពីខ្លួនឯងពេករហូតដល់ខ្វះមេត្តាខ្វះការប្រាថ្នាល្អដល់គ្នាម្យ៉ាងទៀតគឺការមិនចេះទទួលកំហុសចេះទទួលត្រូវតែម្យ៉ាងហើយច្រើនតែបន្ទោសអ្នកដទៃដែលខុសនោះមិនដាច់ពីមាត់និយាយដដែលបើខ្លួនឯងធ្វើខុសវិញមិនព្រមទទួលឡើយហើយបិទបាំងទៀតផងចំពោះពុទ្ធជនថាឲ្យធ្វើអ្វីមិនចេះខុសនោះគ្មានឡើយលើកលែងតែមិនធ្វើអ្វីសោះឯការមិនធ្វើអ្វីសោះនោះវាជាកំហុសមួយដោយឡែកផ្សេងទៀតវិស័យមនុស្សល្អកាលបើធ្វើខុសហើយរមែងទទួលកំហុសនិងព្រមកែប្រែមិនឲ្យខុសដដែលឡើយមនុស្សដែលធ្វើខុសហើយមិនព្រមទទួលកំហុសជាមនុស្សខូចសុខភាពផ្លូវចិត្តនៅទីណាជាមួយអ្នកណាក៏ក្តៅក្រហាយទីនោះព្រោះបើមានកំហុសអ្វីមួយកើតឡើងចេះតែបន្ទោសអ្នកដទៃប៉ុណ្ណោះលុះដល់មានត្រូវមានល្អវិញក៏ប្រញាប់ទទួលខ្លួនឯងមនុស្សប្រភេទនេះមាននៅក្នុងគ្រួសារណាគ្រួសារនោះរកសន្តិសុខបានដោយលំបាកព្រោះហេតុដូច្នោះគូប្តីប្រពន្ធណាត្រូវការសេចក្តីសុខក្នុងការគ្រប់គ្រងផ្ទះរួមគ្នាត្រូវបណ្ដុះគុណធម៌ក្នុងការគ្រប់គ្រងផ្ទះឲ្យមានទៅវិញទៅមកយ៉ាងនេះជីវិតគូស្នេហ៍រមែងដើរទៅតាមផ្លូវដែលរយទៅដោយត្របកផ្កាកុលាបពោលគឺមង្គលជីវិតជាពិតប្រាកដងគោលធម៌បដិបត្តិត្រូវបដិបត្តិគោលធម៌3ក្រុមគឺត្រូវមានសិល5ព្រមដោយកល្យាណធម៌ត្រូវវាចាអបាយមុខ6យ៉ាងនិងត្រូវមាននៅគិរិយាវាសធម៌4យ៉ាងក្រុមទី1សិល5ព្រមដោយកល្យាណធម៌ក្រុមទី1នេះត្រូវវឹកហាត់ឲ្យបាន1មិនសម្លាប់សត្វគ្រប់ជីវិតទាំងអស់ហើយចម្រើននៅមេត្តាករុណាឲ្យដល់ព្រម2មិនធ្វើចោរកម្មគ្រប់យ៉ាងហើយដល់ព្រមដោយការចិញ្ចឹមជីវិតដល់ប្រពៃ3មិនប្រព្រឹត្តខុសក្នុងកាមដល់ព្រមដោយក្តីសន្តោស
គឺព្រមល្មមចិត្តតែជាមួយនឹងគូក្រងរបស់ខ្លួនប៉ុណ្ណោះមាននៅកាមសង្វរៈគឺការសង្រួមក្នុងកាមគុណទាំងឡាយ 4. មិននិយាយកុហកព្រមទាំងមាននៅសច្ចៈ 5. មិនបរិភោគទឹកស្រវឹងគ្រឿងញៀនអប់រំស្មារតីសេចក្តីមិនប្រមាទឲ្យដល់ព្រម ក្រុមទី 2 អបាយមុខ 6 យ៉ាង ក្រុមទី 2 នេះត្រូវវាឲ្យបានជាដាច់ខាត 1. សេពគ្រឿងញៀនស្រវឹងបំផ្លាញស្មារតី 2. ការប្រព្រឹត្តអនាចារក្នុងរឿងមេថុនធម៌ 3. លេងល្បែងភ្នាល់ 4. ដើរលេងមិនស្គាល់ពេលវេលា 5. សេពគប់មនុស្សអាក្រក់ជាមិត្ត 6. ខ្ជិលច្រអូសក្នុងការងារ ក្រុមទី 3 គរិយាវាសធម៌ 4 យ៉ាង ក្រុមទី 3 នេះគួរឲ្យមានជាប្រចាំចិត្ត 1. សច្ចៈស្មោះត្រង់ពិតប្រាកដដល់គ្នា 2. តមៈវឹកហាត់ទូនមានចិត្តរាល់ថ្ងៃ 3. ខន្តិចេះអត់ធន់តស៊ូមិនខ្លាចលំបាក 4. ចាកៈចេះឲ្យទាននិងចេះលះបង់ បើគ្រួសារណាទាំងប្តីទាំងប្រពន្ធបដិបត្តិបាននៅធម៌3ក្រុមនេះគឺក្រុមទី1វឹកហាត់សម្រេចបានក្រុមទី2វាចាកបាននិងក្រុមទី3កើតមានជាប្រចាំចិត្តជីវិតពិតជាមាននៅសេចក្តីសុខតាមវិស័យរបស់ពុទ្ធជនដែលជាមនុស្សល្អសូមត្រួតត្រាពិនិត្យមើលតើអាត្មាអញបដិបត្តិមានការខ្វះខាតក្នុងធម៌3ក្រុមនេះដែរឬទេឬក៏សង្កេតឃើញមានបញ្ហាចេញពីប្រភពផ្សេងទៀតដូចជាការរអ៊ូរទាំនិយាយច្រើនចំណុចនេះដោយច្រើនគឺមាននៅលើស្ត្រីជាភរិយាឬជាមាតាចំណែកបុរសជាស្វាមីឬជាបិតាក៏មានដែរតែតិចតួចទេដើមហេតុព្រោះមនុស្សក្នុងផ្ទះមិនរួមដៃជួយអ្វីត្រូវធ្លាក់មករកតែម្នាក់ទាំងការក្រៅការក្នុងដោះស្រាយមិនចេញកើតរោគសរសៃប្រសាទដំណោះស្រាយទាំងម៉ែទាំងឪទាំងកូនត្រូវរួមដៃគ្នាអ្វីគួរជួយបានធ្វើបានក៏ជួយទៅធ្វើទៅមេផ្ទះដែលឆ្លាតមិនត្រូវចងការងារក្នុងផ្ទះទុកសម្រាប់តែខ្លួនឯងអ្នកណាធ្វើមិនត្រូវចិត្តនោះទេគួរបង្រៀនកូនឲ្យចេះដឹងហើយឲ្យកូនធ្វើនៅកិច្ចការនោះជំនួសខ្លួនគ្រប់គ្នាត្រូវយល់ថាការងារអ្វីក៏ដោយបើយើងធ្វើទៅហើយមានផលឲ្យបានសុខទាំងអស់គ្នាការងារនោះយើងត្រូវរីករាយនឹងធ្វើព្រោះជាបុណ្យក្នុងជីវិតប្រចាំថ្ងៃការធ្វើអ្វីស្រេចតែចិត្តខ្លួនឯងចំណុចនេះគឺចូលចិត្តធ្វើអ្វីផ្ដាច់ការមិនប្រឹក្សាគ្នាជាមុនប្តីប្រពន្ធទោះបីថាមានរូបរាងផ្សេងគ្នាតែគួរមានបេះដូងជាមួយគ្នាទើបក្នុងផ្ទះមានសន្តិសុខប្តីប្រពន្ធត្រូវតែជាមនុស្សយកហេតុផលជាសំខាន់កុំធ្វើអ្វីស្រេចតែចិត្តចង់កុំអាងខ្លួនឯងឲ្យជ្រុលពិតមែនតែមិនបានធ្វើឲ្យគ្រួសារបែកបាក់គ្នាតែត្រូវដេកបែរខ្នងដាក់គ្នាព្រោះហេតុមិនសប្បាយចិត្តដំណោះស្រាយត្រូវគ្រប់គ្រងចំណង់មុនធ្វើឬនិយាយត្រូវមានសតិនិងបញ្ញាគ្រប់គ្រងជានិច្ចត្រូវចេះក្រែងចិត្តក្រែងរឿងអ្វីដែលរង្គៀសហើយត្រូវកុំធ្វើកុំនិយាយត្រូវលះទិដ្ឋិមានះនិងឧបាទានចេញពីចិត្តដោយយកហេតុផលនិងភាពត្រឹមត្រូវជាគោលបដិបត្តិ100ដំណោះស្រាយបញ្ហាកូនព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងអំពីបុត្រ3ប្រភេទគឺអតិជាតិបុត្រអនុជាតិបុត្រនិងអវជាតិបុត្រដោយទ្រង់លើកយកសិល5មកជាគ្រឿងវាស់ដូចតទៅអតិជាតិបុត្រកូនដែលខ្ពស់ជាងត្រកូលគឺឪពុកម្ដាយមិនមានសិល5តែកូនជាអ្នកមានសិល5អនុជាតិបុត្រកូនដែលស្មើនឹងត្រកូលគឺឪពុកម្ដាយមានសិល5ហើយកូនក៏ជាអ្នកមានសិល5ផងដែរអវជាតិបុត្រកូនដែលទាបជាងត្រកូលគឺឪពុកម្ដាយមានសិល5តែកូនជាអ្នកមិនមានសិល5ឪពុកម្ដាយក្នុងសម័យបច្ចុប្បន្ននេះមានច្រើនណាស់ដែលគិតខំតែពីការរកប្រាក់ទុកឲ្យកូនត្រូវការឲ្យកូនរៀនពូកែរៀនបានខ្ពស់ធ្វើការងារស្រាលមានកិត្តិយសប្រាក់ខែច្រើនមានបានធូរធារម៉ែឪដោយច្រើនមិនសូវយកចិត្តទុកដាក់ចំពោះគុណធម៌ឲ្យមានក្នុងខ្លួនកូននោះទេលទ្ធផលក៏គឺការខកចិត្តយំបង្ហូរទឹកភ្នែកកើតរោគសរសៃប្រសាទទាំងដែលកំពុងតែមានប្រាក់ច្រើននឹងឯងបញ្ហាចិញ្ចឹមកូនខុសក្បួនចេះតែតាមចិត្តកូនក្នុងផ្លូវខុសថ្នមកូនមិនព្រមឲ្យកូនធ្វើអ្វីឡើយដោយមានម៉ែមានឪឬមានអ្នកបម្រើធ្វើឲ្យស្រេចកូនចង់បានអ្វីក៏ឲ្យចង់បានប្រាក់ប៉ុណ្ណាក៏តាមចិត្តកូនគ្រប់យ៉ាង
កូនក៏ក្លាយទៅដូចជាកូនទេវតាប្រាថ្នាអ្វីក៏បានដូចចិត្តជាមនុស្សសម្គាល់ខ្លួនខ្លាំងពូកែចាយប្រាក់តែកិច្ចការអ្វីមិនពូកែឡើយដោយចាស់បុរាណពោលថាជើងមិនជាន់ដីឬជាន់អាចមន់មិនពាកការដែលត្រូវនោះគឺសំដៅត្រង់បណ្ដុះបណ្ដាលនៅគុណធម៌ឬសិលធម៌ឲ្យកើតមានក្នុងខ្លួនកូនគឺក្នុងចិត្តសន្តានរបស់កូននៅតូចៗកាលកូនតូចមាននៅគុណធម៌ឬសិលធម៌ក្នុងចិត្តសន្តានហើយរមែងជាកូនកតញ្ញូមាននៅកតវេទិតាធម៌ចំពោះម៉ែឪគោរពនិងជឿស្ដាប់ដំបូន្មានរបស់មាតាបិតាធ្វើតែការងារល្អប្រសើរនាំមកនៅការរីករាយចិត្តឲ្យដល់មាតាបិតារាល់ពេលដែលនឹកឃើញដល់កូនតែបើកូនខ្វះខាតនៅគុណធម៌ឬសិលធម៌ហើយទោះបីមានការចេះដឹងក្នុងវិជ្ជាជីវៈខ្ពស់យ៉ាងណាក៏ដោយក៏មិនអាចជួយខ្លួនឲ្យរួចពីអាក្រក់បានដែរបើមិនប្រញាប់បណ្ដុះសូមអញ្ជើញរងចាំស្ដាប់ជាបន្តទៅចំហៀងទី2